សួស្តីបងប្អូនអរគ្នាថ្ងៃនេះមកជួបគ្នាភាសាថ្មីទៀតហើយថ្ងៃនេះខ្ញុំមានវីដេអូចង់ចែករំលែកទៅដល់បងប្អូនអំពីរបៀបចាក់សោក្នុង account Facebook ដើម្បីបងប្អូនមានបញ្ហាមួយបងប្អូនចង់ចាក់សោក្នុង account Facebook មិនចង់ឲ្យអ្នកណាគេចូលមើលរូបយើងនៅក្នុង account Facebook របស់យើងចឹងណាបងប្អូនបាទបើសិនជាបងប្អូនចង់ចេះឬក៏បងប្អូនចេះហើយក៏អស់ម្លងចោលអីទេបើសិនជាបងប្អូនមិនទាន់ចេះបងប្អូនអាចមកធ្វើតាមវីដេអូខ្ញុំបានខ្ញុំនឹងធ្វើចែករំលែកបងប្អូនចឹងណាអញ្ចឹងកុំឲ្យខាតពេលយូរបងប្អូនមករៀនចាក់សោក្នុង account Facebook យើងអស់គ្នាដើម្បីយើងមិនចង់ឲ្យអ្នកណាម្នាក់ចូលមើលរូបយើងក្នុង account យើងចឹងណាបងប្អូនបាទអញ្ចឹងកុំឲ្យខាតពេលយូរបងប្អូនចូលទៅរៀនទាំងអស់គ្នាចឹងមកដល់កន្លែងនេះបងប្អូនចូលមកកន្លែង App Facebook ឬក៏ហៅថាកម្មវិធី Facebook នេះមកបងប្អូនចូលមកកន្លែងហ្នឹងមកបងប្អូនចុចលើកម្មវិធី Facebook ហើយបន្តមកទៀតមកដល់កន្លែងនេះបងប្អូនចូលមកកន្លែងត្រេ3ខាងក្រោមនេះមកអញ្ចឹងបងប្អូនមើលតាមខ្ញុំវាឲ្យមើលហ្នឹងមកទូរស័ព្ទ iPhone គឺត្រេ3នៅខាងក្រោមបងប្អូនបាទបើសិនជាទូរស័ព្ទ Android គឺនៅខាងលើអញ្ចឹងណាបងប្អូនបាទនៅកែងខាងលើនេះខាងស្លាមដៃអញ្ចឹងអញ្ចឹងបន្តមកទៀតបងប្អូនចុចហើយកន្លែងត្រេ3ហ្នឹងហើយបងប្អូនចូលមកកន្លែងចុចខាងលើនេះបងប្អូនបាទបើសិនជាទូរស័ព្ទបើសិនជា Android វាលុតនៅខាងក្រោមកន្លែង profile យើងអញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនចុចកន្លែងត្រេ3ហ្នឹងហើយបន្តមកទៀតបងប្អូនចូលមកកន្លែងរូបសោនេះមកបងប្អូនបាទនេះកន្លែងរូបសោហ្នឹងមកបន្តមកទៀតមកដល់កន្លែងនេះបងប្អូនចុចកន្លែងខៀវខាងក្រោមនេះមកខ្ញុំមកសុំអត់អានអង់គ្លេសទេព្រោះដោយសារខ្ញុំមិនសូវជាចេះអង់គ្លេសអធិស្ឋានផងបងប្អូនបាទហើយអានតែខុសចឹងណាបន្តមកទៀតបងប្អូនចុចអូខេមកអញ្ចឹងគឺ account Facebook របស់ខ្ញុំគឺបានចាក់សោហើយបងប្អូនបាទអញ្ចឹងបើសិនជាបងប្អូនចាក់សោហើយបងប្អូនចង់ដោះវិញបងប្អូនអាចចុចកន្លែងមិញមកចុចកន្លែងរូបសោក្រុម profile យើងហ្នឹងហើយចុចរូបសោទៀតមកបន្តមកទៀតបងប្អូនចុចកន្លែងនេះចុចកន្លែងខៀវនេះមកគឺបានដោះវិញហើយបងប្អូនបាទអញ្ចឹងនេះគឺជាវិធីការចាក់សោនិងការដោះសោដើម្បីយើងចង់ចាក់សោមិនចង់ឲ្យអ្នកណាម្នាក់ចូលមើល account Facebook យើងញ៉ៃញ៉ៃអញ្ចឹងឬចូលមើលរូបយើងឬក៏ដោនរូបយើងអញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនអាចធ្វើការចាក់សោវិធីនេះបានបើសិនជាបងប្អូនចង់បិទ account មិនឲ្យគេចូលមើលរូបពេលខ្លះអញ្ចឹងណាតែវីដេអូនេះខ្ញុំសូមចែករំលែកសម្រាប់អ្នកដែលមិនទាន់ចេះបើសិនជាចេះហើយក៏អបឡងចាំបងប្អូនបាទអញ្ចឹងបងប្អូនធ្វើការចាក់សោអញ្ចឹងមកដូចខ្ញុំអញ្ចឹងមកចង់ដោះក៏ដោះចេញអញ្ចឹងមកនេះខ្ញុំដោះចេញវិញឥឡូវខ្ញុំចាក់វិញហើយខ្ញុំជាប់វិញហើយណាអញ្ចឹងអត់មានប្រហែលទេបងប្អូនមើលតាមហ្នឹងមកខ្ញុំចែករំលែកមួយទេតែបើសិនជាឆ្ងល់អីឬក៏មើលមិនទាន់អីអាចសាកមើលសារថ្មីបានអញ្ចឹងណាបងប្អូនបាទអញ្ចឹងវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងបងប្អូនបាទសូមកុំភ្លេចជួយចែករំលែកវីដេអូមួយម្នាក់ហើយ follow page ខ្ញុំមួយម្នាក់ផងបងប្អូនបាទ